Hello សួស្តីអ្នកទាំងអស់គ្នានេះជាវីដេអូដែលបង្រៀនអំពីសេរី setting ធ្វើម៉េចឲ្យលេង smooth និងមិន lag យើង down game ដំបូងវាចេញរូបរាងបែបហ្នឹងហើយយើងគឺពិបាកមើលខ្លាំងមែនតើឥឡូវយើងចូលទៅសេរី setting ទាំងអស់គ្នា setting ដែលយើងត្រូវរើនោះគឺ setting touch ហើយយើងចុចចូលមកហើយយើងចុចcontrol ទៅយើងចុចអាក្រែមគេទៅអាហ្នឹងគឺលេងស្រួលហើយតមកយើងបើកpick up lock ហើយនឹង auto jam ហើយនឹងsprint using the joystick ហ្នឹងអានឹងមានន័យថាដល់ពេលយើងប្រើ joystick ទៅអូតូមុខទៅវារត់លឿនអាហ្នឹងយើងស្រួលយើងមិនបាច់ចាំចុចពីពេលញ៉ៃទេហើយមួយទៀតនៅពេលដែលយើងឆានដូចជា fix egg ឬអីផ្សេង tool អីផ្សេងមួយផ្សេងអញ្ចឹងទៅវាមានវាលោតអក្សរខ្មៅហ្នឹងទៅវាពិបាកមើលតែយើងចូល setting មកហើយយើងជ្រើសរើស accessibility ហ្នឹងឃើញពាក្យ text background opacity ហ្នឹងយើងស្រែត្រឹម0មកដល់ពេលយើងចូលកាន់ធัวវិញវាឃើញខ្មៅទេវាឃើញតែពណ៌សពេលបានសេរី setting ហើយមានអារម្មណ៍ដល់លេង smooth ណាស់តែតែមើលពេលដែលយើងពេលចូលដំបូងគឺ preview យើងគឺមើលទៅនៅចិត្តដល់ពេលយើងចង់សេរីគឺងាយណាស់យើងចូលទៅ setting ទៅយើងអូសទៅក្រោមរក setting វីដេអូហ្នឹងមកហើយយើងអូសទៅក្រោមរកពាក្យ FOV ហ្នឹង point ហ្នឹងយើងសេរីឲ្យអស់មកពេលហ្នឹងបើកទាំងពីរក៏បានអត់មួយក៏បានដែរដល់ពេលបើកហើយមើលឆ្ងាយជាងមុន smooth ជាងមុនលេងស្រួលលេងហើយវីដេអូយើងមានតែប៉ុណ្ណឹងទេបាយបាយ